សួស្តីអ្នកទាំងអស់គ្នាយើងវិលមកជួបគ្នាវិញទៀតហើយនៅក្នុងសាច់រឿង Tokyo Ghoul គ្រាន់តែ Hinami នាងឮដំណឹងរបស់កាណាគីមកអានតេគូនាងក៏បានស្ទុះស្ទារត់ទៅប្រាប់តូកាអំពីអវត្តមានរបស់កាណាគីឲ្យតូកាបានដឹងផងដែរហើយតូកានឹងដូចចិត្តទៀត Hinami មិនតន់និយាយស្រួលបួលផងនាងក៏បានរត់មកអានតេគូដើម្បីជួបគ្នាជាមួយនឹងកាណាគីក៏ប៉ុន្តែនៅពេលហ្នឹងកាណាគីក៏បានចេញពីអានតេគូមុននឹងបន្តិចផងដែរហើយរ៉ូម៉ានាងក៏បានប្រាប់ទៅកាន់តូកាថាឲ្យរត់ទៅតាមផ្លូវនេះទៅព្រោះអីនាងឃើញកាណាគីដើរទៅតាមផ្លូវហ្នឹងនៅពេលដែលតូកានាងរត់មកក៏បានជួបជាមួយនឹងកាណាគីនៅលើស្ពានមួយហើយតូកានាងក៏បានសួរទៅកាណាគីថាហេតុអ្វីបានជាកាណាគីមិននៅចូលរួមជាមួយនឹងអានតេគូបែរជាចូលរួមជាមួយនឹងអាគីរីទៅវិញចំពោះរឿងមួយហ្នឹងកាណាគីក៏បាននិយាយជាមួយនឹងលោកម្ចាស់ហាងកាហ្វេរួចហើយផងដែរហើយគាត់ក៏កំពុងតែពិចារណាថានឹងមកអានតេគូវិញដែរឬអត់មូលហេតុដែលកាណាគីក៏ធ្វើបែបហ្នឹងក៏ដោយសារតែគាត់ចង់ការពារអំពីសុវត្ថិភាពរបស់អ្នកដែលនៅអានតេគូទាំងអស់ជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់គាត់ដែលជា Heidi នឹងឯងលោក Shinohara ក៏បានសួរទៅលើលោកម្ចាស់ហាងកាហ្វេថាកាណាគីធ្វើការនៅនឹងមែនកាលពីមុនហើយលោកម្ចាស់ហាងកាហ្វេក៏គាត់អត់លាក់បាំងដែរគាត់ក៏បាននិយាយថាកាណាគីធ្លាប់ធ្វើការនៅនឹងក៏ប៉ុន្តែ2ខែចុងក្រោយហ្នឹងគឺគាត់អត់បានតាក់ទងជាមួយនឹងគ្នាទេហើយក៏អត់ដឹងថាកាណាគីទៅណាផងដែរក្នុងចិត្តលោកម្ចាស់ហាងកាហ្វេគឺគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលនោះទេស្ងាត់ស្ងាត់អ្នកស៊ើបអង្កេតមកដល់អានតេគូបែបហ្នឹងប្រកាសជាមានរឿងអ្វីកើតឡើងហើយនៅក្នុងអំឡុងពេលដែលកាណាគីបាននិយាយគ្នាជាមួយនឹងលោកម្ចាស់ហាងកាហ្វេគាត់ក៏បានសួរទៅកាន់លោកម្ចាស់ហាងកាហ្វេអំពីបិសាចគូសែនលោកម្ចាស់ហាងកាហ្វេក៏គាត់អត់លាក់លៀមអីដែរគាត់ក៏បានប្រាប់ទៅកាណាគីតាមត្រង់ថាបិសាចមួយហ្នឹងគឺមានឈ្មោះថា Yoshimura ដែលជាម្ចាស់ហាងកាហ្វេអានតេគូនឹងឯងបិសាចគូសែនម្នាក់ហ្នឹងក៏បានដើរសម្លាប់ទៅលើមនុស្សឬក៏ពពួកបិសាចដូចជាគាត់នឹងជាច្រើនអ្នករហូតដល់គាត់នឹងបានសម្លាប់ទៅលើមនុស្សដែលគាត់ទុកចិត្តទៀតផងនៅក្នុងពេលវេលាមួយស្រាប់តែនារីដែលតែងតែស្រឡាញ់គាត់នឹងទុកចិត្តទៅលើគាត់នឹងបានដឹងថាគាត់គឺជាបិសាច Ghoul ហើយនារីម្នាក់នឹងគឺក៏បានជួបនៅក្នុងហាងកាហ្វេមួយកន្លែងហើយនាងគឺមានឈ្មោះថា Urina ទោះបីជានាងដឹងថាគាត់គឺជាបិសាចក៏ដោយក៏នាងនៅតែព្រមទទួលយកគាត់នៅក្នុងកលៈទេសៈដ៏សែនពិបាកមួយនឹងនេះគឺជាក្តីស្រឡាញ់ដែលនាងបានប្រគល់ទៅឲ្យគាត់ហើយនាងក៏បានលះបង់ខ្លួនឯងដើម្បីព្យាយាមយកកូនទៅឲ្យគាត់ផងដែរដូចជាយើងដឹងស្រាប់ហើយមនុស្សជាមួយនឹងបិសាចវាពិបាកនៅក្នុងការមានកូនខ្លាំងមែនតើព្រោះអីបិសាចត្រូវការសាច់ធ្វើជាចំណីអាហារដើម្បីចិញ្ចឹមជីវិតការរស់នៅនិងក្តីសុខរបស់អ្នកទាំងពីរគឺមិនមានពេលវេលាវែងនោះទេស្រាប់តែមានបិសាចមួយក្រុមតាមសម្លាប់ទៅលើគូសែននៅវិនាទីចុងក្រោយនាងក៏បានប្រែផ្ដាំទៅលើគូសែនឲ្យមើលថែកូនរបស់នាងជាមួយនឹងកតនឹងឲ្យបានល្អផងដោយសារតែនាងមិនមានអវត្តមានរស់នៅលើផែនដីនឹងទៀតនោះទេហើយនាងក៏បានស្លាប់ចេញពីភពផែនដីមួយនេះទៅនៅពេលដែលវត្តមានរបស់អ៊ូរីណាបាត់បង់ចេញពីកតជាមួយនឹងកូនគឺធ្វើឲ្យកតនឹងស្អប់ទៅលើពិភពលោកមួយនេះខ្លាំងណាស់កតតែងតែដើរសម្លាប់ទៅលើមនុស្សឬក៏ជាបិសាចគ្នាឯងមិនរើសមុខនោះឡើយយើងមកមើលនៅពេលបច្ចុប្បន្ននេះវិញនៅក្នុងអានតេគូមួយថ្ងៃនេះគឺមានភ្ញៀវចូលច្រើនមែនតើវាពិតជាចម្លែកពេកហើយនីស៊ីគីក៏គាត់រអ៊ូខ្លះដែរដោយសារតែគាត់រត់តុកឡើងវង្វេងហើយអ្នកស៊ើបអង្កេតក៏បានរៀបចំផែនការឬក៏រៀបចំឯកសាររបស់ពួកគេដើម្បីរៀបចំនៅក្នុងការបោសសម្អាតទៅលើអានតេគូតូកានាងមិនតាន់ដឹងថាអានតេគូនៅថ្ងៃខាងមុខនឹងមានរឿងអ្វីកើតឡើងនោះទេក៏ដោយសារតែនាងប្រហែលថ្ងៃចុងក្រោយហ្នឹងគឺមិនបាននៅអានតេគូជាប់លាប់នោះទេក៏ដោយសារតែប្រហែលថ្ងៃហ្នឹងតូកានាងកំពុងតែព្យាយាមរៀនដើម្បីប្រឡងចូលទៅក្នុងសាលារៀនដែលនាងចូលចិត្តរៀននឹងឯងនៅពេលដែលតូកានាងមកដល់ហាងកាហ្វេអានតេគូភ្លាម Renji ក៏បានឲ្យតូកាជាមួយនឹង Hinami ហ្នឹងទៅរៀបចំសម្លៀកបំពាក់មកហើយមូលហេតុដែល Renji ឲ្យអ្នកទាំងពីររៀបចំសម្លៀកបំពាក់ក៏ដោយសារតែ Renji យួរអ្នកទាំងពីរហ្នឹងឲ្យទៅនៅជាមួយហើយនេះក៏ជាការស្នើសុំរបស់លោកម្ចាស់ហាងកាហ្វេដែរដោយសារតែលោកម្ចាស់ហាងកាហ្វេមិនចង់ឲ្យតូកាជាមួយនឹង Hinami ហ្នឹងរងនៅគ្រោះថ្នាក់នោះឡើយ店長何かあったらお手伝いしますから私もនៅក្នុងទីក្រុងតូក្យូឬក៏នៅតំបន់ទី20ហ្នឹងកំពុងតែមានភាពចលាចលខ្លាំងមែនទែនក៏ដោយសារតែអ្នកស៊ើបអង្កេតគាត់បានជំនះប្រជាជនចេញពីតំបន់មួយហ្នឹងចំណែកឯអ្នកស៊ើបអង្កេតមួយចំនួនទៀតក៏បានទៅសេនៅបណ្ដាំចុងក្រោយរបស់គាត់ទុកនៅក្នុងសម្បត្តិមួយផងដែរក៏ដោយសារតែបេសកកម្មលើកហ្នឹងវារៀងធ្ងន់ធ្ងរឬក៏វាគួរឲ្យកាយសាហាវមែនទែនអ្នកស៊ើបអង្កេតទាំងអស់ចាប់ទុកថាបេសកកម្មមួយនេះគឺជាបេសកកម្មដែលបថុយប្រឋានខ្លាំងមែនទែនអាចនឹងបាត់បង់ជីវិតគ្រប់ពេលវេលាអញ្ចឹងហើយទៅធ្វើឲ្យអ្នកទាំងអស់គ្នាគឺបានទៅសេនៅបណ្ដាំចុងក្រោយរបស់ពួកគេនៅពេលនេះគម្រោងការរបស់អ្នកស៊ើបអង្កេតហ្នឹងក៏បានចាប់ផ្ដើមឡើងក៏ដោយសារតែពួកគេនឹងបានចម្លៀសប្រជាជនចេញពីតំបន់ទី20និងទីក្រុងតូក្យូរួចហើយ俺たちが最後までついていきますから
それじゃあご不満かしら ហើយអ្នកស៊ើបអង្កេតទាំងអស់ក៏បានរៀបចំនៅកងទ័ពរបស់ពួកគេដើម្បីធ្វើការវាយប្រហារចូលទៅក្នុងអន្តាគូក៏ដូចជាធ្វើការប្រយុទ្ធគ្នាជាមួយនឹងគូសែននៅក្នុងគណៈពេលនោះផងដែរកាណាគីក៏គាត់បានដឹងអំពីព័ត៌មានក្រុម CCG នឹងបានធ្វើការវាយប្រហារចូលទៅក្នុងតំបន់ទី20ដើម្បីធ្វើការបោសសម្អាតទៅលើពពួកបិសាចគោលនៅអន្តាគូឥឡូវនេះក៏មានកូម៉ាជាមួយនឹងអ៊ីរ៉ាមីមកតទល់ជាមួយនឹងអ្នកស៊ើបអង្កេតជាច្រើននាក់ដែលបានឡោមព័ទ្ធនៅអន្តាគូនឹងផងដែរចំណែកឯនៅកន្លែងលោកមេបញ្ជាការណែវិញស្រាប់តែបិសាចដែលតែងតែពួកគេដាក់ហាសនាមឲ្យថាគូសែននឹងគឺបានបង្ហាញខ្លួនចេញមកនៅចំកណ្ដាលមុខរបស់ពួកគេយកតែម្ដងដូចជាយើងដឹងស្រាប់ហើយថាបិសាចគូសែននឹងគឺជាយូស៊ីមូរ៉ាដែលជាម្ចាស់ហាងកាហ្វេនៅអន្តាគូនឹងឯងនៅពេលដែលតូកានាងដឹងអំពីព័ត៌មានដែលក្រុម CCG បានធ្វើការបោសសម្អាតនៅតំបន់ទី20ដែលជាកន្លែងអន្តាគូកំពុងតែឈរជើងនៅហ្នឹងនាងក៏បានរត់សម្ដៅទៅអន្តាគូយកតែម្ដងហើយនាងក៏បានស្រែកទៅកាន់រ៉េនជីថាហេតុអ្វីបានជារ៉េនជីដឹងនៅព័ត៌មានមួយហ្នឹងហើយហេតុអ្វីបានជាគាត់នឹងមិនប្រាប់ទៅលើនាង だけでもたくさん殺してきた私にも ដែលធ្វើឲ្យតូកានាងរត់តែមិនចង់ឈួរអោបដៃមើលឲ្យអន្តាគូនឹងបាត់បង់ទៅនោះទេចំណែកឯកាណាគីគាត់កំពុងតែឈរមើលនៅស្ថានភាពសោកៗនឹងស្រាប់តែនីសាគីបានបង្ហាញខ្លួនចេញមកដើម្បីនិយាយជាមួយនឹងគាត់បន្តិចបន្តួចហើយនីសាគីក៏បានប្រាប់ទៅកាណាគីថាតូកាជាមួយនឹងហ៊ីណាមីនឹងកំពុងតែមានសុវត្ថិភាពហើយក៏ដោយសារតែលោកម្ចាស់ហាងកាហ្វេបានជំលះអ្នកទាំងពីរនឹងឲ្យទៅនៅតំបន់ដែលមានសុវត្ថិភាពដូចគ្នាហើយកាណាគីក៏គាត់បានអង្គុយមើលទៅកាន់សមរភូមិមួយនឹងជាមួយនឹងនីសាគីដូចគ្នាក៏ប៉ុន្តែកាណាគីក៏គាត់បានសម្រេចចិត្តរួចហើយគឺគាត់មិនអាចឈរអោបដៃមើលឲ្យអន្តាគូនឹងបាត់បង់ចេញពីគាត់នោះទេគាត់នឹងជួយអន្តាគូនៅក្នុងសង្គ្រាមមួយហ្នឹង 何もできないのは ហើយរឿងរបស់យើងក៏ខ្ញុំសូម slash ត្រឹមតែប៉ុណ្នេះសិនចំពោះគ្នាយើងដែលគាត់ទៅតែមកថ្មីទេកុំភ្លេចជួយចុច subscribe ទៅលើ channel Hayasin ម្នាក់មួយផងហើយនៅភាពបន្តហ្នឹងគឺដឹងតែល្អមើលហើយដោយសារតែមានឈុតឆាកវាយគ្នាផងហើយនឹងឈុតឆាកកំសត់ផងចឹងហើយកុំភ្លេចចុច subscribe ម្នាក់មួយទៅដើម្បីរងចាំមើលនៅភាពបន្តជួបគ្នានៅវីដេអូក្រោយបាយបាយអ្នកទាំងអស់គ្នា